បរោះនោះយកខ្នោះដៃមួយគូមកដាក់លើគ្រែបន្ទាប់មកគាត់បានលេបថ្នាំពណ៌ខៀវតូចមួយហើយរៀបចំឡើងវិញនៅចំណងចំណូលចិត្តរបស់គាត់ជាមួយនារីនោះអ្វីដែលនឹកស្មានមិនដល់បរោះវ័យ50ឆ្នាំរូបនេះរំភើបខ្លាំងពេកនិងទាំងបេះដូងដូចដែលគាត់ហ៊ាននឹងចាប់ផ្ដើមដោយមានការញ័រខ្លាំងគាត់បានស្លាប់ដោយផ្ទាល់លើស្ត្រីនោះនាងបានព្យាយាមអស់ពីសមត្ថភាពដើម្បីទ្ររៀងកាយប្តីរបស់នាងប៉ុន្តែប្តីរបស់នាងមិនត្រឹមតែមិនក្រោកនោះទេថែមទាំងដួលទៅលើដីយ៉ាងធ្ងន់ធ្ងរទៀតផងដៃស្ត្រីរងគ្រោះត្រូវភ្លើងឆេះនៅលើក្បាលគ្រែគ្មានអ្នកណាជួយដោះសោកនោះទេនាងត្រូវស្រែកយីគេជួយប៉ុន្តែគ្មានអ្នកណានៅក្បែរផ្ទះវីឡានោះទេនាងស្មានថាប្តីនិយាយលេងជាមួយនាងទើបនាងសុំប្តីក្រោកឡើងយ៉ាងលឿនតែនាងឃើញឈាមប្តីពេញដីនាងអស់សង្ឃឹមមេឃងឹតបន្តិចម្ដងស្ត្រីនោះបានយំរហូតដល់ទឹកភ្នែករបស់នាងស្រក់នាងបានឮសំឡេងចេញពីទ្វារផ្ទះហើយប្រញាប់ស្រែកឲ្យគេជួយនៅខាងក្រៅស្រមោលកាន់តែខិតជិតមកដល់វាជាឆ្កែព្រៃដែលលួចចូលគាត់ឃ្លានខ្លាំងពេកភ្នែកឡើងពណ៌បៃតងហើយគាត់ចូលទៅជិតសពប្តីគាត់ស្ត្រីនោះបានទាត់ជើងរបស់នាងយ៉ាងខ្លាំងហើយស្រែកឲ្យដេញឆ្កែព្រៃចេញប៉ុន្តែក្លិនឈាមយ៉ាងខ្លាំងនៅតែលបួងឆ្កែព្រៃឲ្យមកមុខគាត់លិតឈាមដីយ៉ាងលោភលន់ហើយមិនខ្លាចស្ត្រីនោះតតែសោះនាងថែមទាំងចាប់ដៃប្តីចង់ញ៉ាំអីពេញខ្លួនទៀតផងស្ត្រីនោះទៅស៊ូយ៉ាងខ្លាំងប៉ុន្តែដៃរបស់នាងបានត្រឹមតែរំកិលឡើងចុះទីបំផុតនាងបានយកដើមឈើចេញពីក្តារស្តុកទុកហើយគប់ទៅឆ្កែព្រៃក្រឡេកមើលដុំសាច់នៅក្នុងមាត់ឆ្កែព្រៃស្ត្រីនោះបានស្រែកយំយ៉ាងខ្លាំងមិននឹកស្មានដល់វិនាទីបន្ទាប់ប្តីរបស់នាងបានឡើងពីក្រោមគ្រែស្ត្រីនោះបានពន្យល់ប្តីប៉ុន្តែពេលមើលយ៉ាងដិតដល់ប្តីនាងនៅតែដេកនៅនឹងអិតប្តីទាំងពីរនៅកន្លែងដដែលស្ត្រីនោះមិនបានដឹងថាមានអ្វីកើតឡើងមួយផ្លែតអញ្ចឹងខ្ញុំច្បាស់ថាអ្នកទើបតែវង្វេងប៉ុន្តែឃើញឆ្កែស៊ីប្តីគាត់នឹងធ្វើបែបនេះខ្ញុំចង់និយាយថាប្រសិនបើអ្នកនឹងបាក់ដែកនោះជាលេសល្អណាស់ប្តីញឹមហើយរំលឹកគាត់កុំឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឥឡូវនេះមានតែគាត់ទេដែលអាចជួយសង្គ្រោះគាត់បានស្ត្រីនោះក្រឡេកមើលជុំវិញហើយភ្នែករបស់នាងធ្លាក់លើខ្នោះគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីបំបែកចេញនិងគ្រោះវិថ្មិញដើម្បីស៊ូទ្រាំនឹងការឈឺចាប់ដែលបណ្ដាលមកពីការគិតជាសំណាងល្អដៃរបស់គាត់តូចល្មមអាចចេញពីខ្នោះបានហាបន្ទាប់ពីមេតបដោះលែងដៃម្ខាងទៀតស្រួលជាងគាត់បានវាបំបែកសឹកបាល់ក្រែដោយកម្លាំងហើយចុងក្រោយបានរត់គេចខ្លួនស្ត្រីនោះដើរសម្ដៅទៅមាត់ទ្វារក្នុងលក្ខណៈត្រជាក់ប៉ុន្តែពេលនាងមើលទៅក្រោយនាងនៅតែផ្ទៀងនឹងក្រែអូទីរុកអ្នកពិតជាកំពុងរុញឥឡូវនេះស្ត្រីត្រូវបានហុំព័ទ្ធដោយមិនត្រឹមតែការស្រមើស្រមៃរបស់ស្វាមីរបស់នាងប៉ុណ្ណោះទេថែមទាំងការស្រមើស្រមៃរបស់នាងផងដែរពួកគេឆ្លោះគ្នាមិនចេះចប់ហើយថែមទាំងលាតត្រដាងអាប់កំបាំងទៀតផងតើអ្នកអាចដាក់ខ្នោះស្ត្រីនោះមកក្បាលយ៉ាងខ្លាំងដើម្បីបណ្ដេញការស្រមើស្រមៃទាំងអស់ក្នុងចិត្តរបស់នាងចេញបន្ទាប់មកនាងដកដង្ហើមធំហើយគិតពីរបៀបគេចចេញទូរស័ព្ទដៃនៅលើតុបែកក្រែបើនាងទទួលបាននាងអាចរកមនុស្សមកសង្គ្រោះខ្លួនបានប៉ុន្តែគាត់សោកស្ដាយជាងខ្លីរបស់គាត់ពេលគាត់ត្រូវការហើយគាត់មិនអាចយកវាបានឡើយសម្លេងឆ្កែព្រៃខំអាហាររបស់វាធ្វើឲ្យស្ត្រីរងគ្រោះភ័យខ្លាច6ម៉ោងបានកន្លងផុតទៅហើយគាត់ក៏ឃ្លាននឹងស្រេកទឹកផងដែរដោយនឹកឃើញថាប្តីរបស់នាងដាក់ពេញទឹកលើធ្នើបន្ទាប់ពីលេបថ្នាំស្ត្រីនោះមានសង្ឃឹមឡើងវិញគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីចាប់យកភាគថាហើយផ្អៀងវាចូលគ្នាមិនយូរប៉ុន្មានគាត់បានឃើញកែវទឹកមួយកែវគាត់បានសម្រួលដង្ហើមរបស់គាត់ហើយលើកដៃឆ្វេងរបស់គាត់ឡើងខ្ពស់បំផុតពេលដែលពេញធ្លាក់ចុះគាត់ចាប់វានៅដៃស្ដាំរបស់គាត់ប៉ុន្តែការបំផន់របស់បុរសជាប្តីបានសាយចំអប់ចំពោះភាពក្មេងតើនោះជាអ្វីចម្ងាយតិចជាង20សង់ទីម៉ែត្របានធ្វើឲ្យស្ត្រីស្រេកឃ្លាននេះគាត់បានស្ងប់ចិត្តហើយដាក់ពេញទឹកទៅកន្លែងដើមវិញប្រសិនបើគាត់ស្លាប់ដោយសារស្រេកទឹកគាត់ក៏នឹងក្លាយជាឆ្កែវង្វេងដែរតរយៈពេលវែងទីបំផុតបានបន្ធូរបន្ថយភាពនឿយហត់និងកម្ចាត់ការភ័យខ្លាចដែលអនុញ្ញាតឲ្យស្ត្រីដេកលក់យ៉ាងស្កប់ស្កល់ប៉ុន្តែឆ្កែព្រៃស្រាប់តែភ្ញាក់ឡើងដូចឃើញមានគ្រោះថ្នាក់មកដល់ក៏រត់ចេញពីបន្ទប់យ៉ាងប្រញាប់ប្រញាល់ស្ត្រីនោះក៏ភ្ញាក់ពីដំណេកហាក់មានស្រមោលងឹតមួយឈរនៅជ្រុងម្ខាងដើរយឺតមករកគាត់ញឹមយ៉ាងចម្លែកហើយបើកប្រអប់នៅក្នុងដៃរបស់គាត់វាពោពេញទៅដោយគ្រឿងអលង្ការប៉ុន្តែច្រើនទៀតជាឆ្អឹងមនុស្សស្ត្រីនោះបិទភ្នែកហើយបន់ស្រន់ថាបុរសដែលគួរឲ្យខ្លាចនោះគ្រាន់តែជាការបំផន់ប៉ុន្តែប្តីរបស់នាងបានរំលឹកនាងថាបុរសនោះអាចជាព្រះនៃសេចក្តីស្លាប់បុរសនោះបានបាត់ខ្លួនតែប្តីមើលក្រោមក្រែស្ត្រីនោះមិនហ៊ានដកដង្ហើមទេប៉ុន្តែដៃម្ខាងនៅតែលាតចេញហើយប្រសិនបើគាត់ចង់បាននោះជាដៃខ្វក់ដ៏ត្រជាក់នៅលើសាច់ដ៏កក់ក្ដៅរបស់អ្នកវាមិនមានអ្វីច្រើនទេដែលអ្នកអាចធ្វើបានអំពីវាឈ្មោះដ៏ស្និទ្ធស្នាលនេះធ្វើឲ្យស្ត្រីរងគ្រោះមិនសប្បាយចិត្តព្រោះច្រើនឆ្នាំកន្លងមកឪពុកនាងតែងតែហៅនាងបែបនេះពេលនោះក្រុមគ្រួសាររបស់ពួកគេបានទៅវិស្មការនៅជនបទវាបានកើតឡើងជាសូរឲ្យគ្រាសសរុបដែលកើតឡើងតែម្ដងគត់ក្នុងរយៈពេល30ឆ្នាំម្ដាយរបស់គាត់បានយកដីចេញទៅសមុទ្រដោយបន្សល់ទុកតែគាត់និងឪពុកនៅច្រាំងប៉ុណ្ណោះពួកគេបានកាន់អ្នកសង្កេតការដែលធ្វើនៅផ្ទះហើយមើលព្រះអាទិត្យត្រូវបានលេបចូលបន្តិចម្ដងប៉ុន្តែឪពុករបស់គាត់ដោយសម្លឹងមើលមុខដ៏ស្រស់ស្អាតរបស់គាត់មានគំនិតអាភិះកាលអូននៅក្មេងអូនធ្លាប់អង្គុយលើភ្លើអូនចង់អូនទៅផ្កាយហើយសួរគាត់ថាឆ្ងាយប៉ុណ្ណាម្នាក់ឈ្នះនោះជារឿងដែលគួរឲ្យខ្មាស់អៀនជាងគេគាត់ឲ្យក្មេងស្រីអង្គុយលើភ្លើរបស់គាត់យ៉ាងស្និទ្ធស្នាលដោយពួកគេកាលពីនៅក្មេងក្រឡេកមើលស្បែកដែលលាតត្រដាងរបស់ក្មេងស្រីនោះគាត់មិនអាចគ្រប់គ្រងខ្លួនឯងបានទៀតទេប៉ាអញចាំមើលប៉ាចាំមើលសិនស្ត្រីនោះភ្ញាក់ឡើងភ្លាមឆ្កែព្រៃបានបង្ហាញខ្លួននៅទីនេះម្ដងទៀតដៃរបស់គាត់ដែលបាត់ពេញមួយយប់បានខ្លាយជាស្ពឹកគាត់បានទាត់ជើងរបស់គាត់យ៉ាងរហ័សដើម្បីសម្គាល់ឃើញឈាមរត់របស់គាត់បន្ទាប់ពីបានផឹកទឹកបន្តិចបន្តួចភាពមិនស្រួលបានធូរស្រាលសុបិនរបស់គេនកមិនដែលប្រាប់ខ្ញុំពីរឿង Eclipse ខ្ញុំមិនដែលប្រាប់អ្នកណាទេថាជាអាពាហ៍ពិពាហ៍មិនមែនប្រាប់គ្នារឿងពិបាកនោះទេគាត់គិតថាឧបត្តិហេតុក្នុងវ័យកុមាររបស់គាត់មិនមានអ្វីទាក់ទងនឹងអាពាហ៍ពិពាហ៍របស់គាត់ដែលមិនសប្បាយចិត្តនោះទេប៉ុន្តែសំឡេងមួយក្នុងបេះដូងរបស់គាត់បានប្រាប់ថាវាប៉ះពាល់ដល់ជីវិតស្ដេចមិនចាប់រំលោភខ្ញុំទេគាត់ក៏មិនប៉ះខ្ញុំដែរគាត់គ្រាន់តែប៉ះខ្លួនគាត់ហើយបើអ្នកចង់ស្ដីបន្ទោសអ្នកណាម្នាក់បានធ្វើចំពោះខ្ញុំនៅលើស្វែងនោះមិនមែនជារឿងអាក្រក់បំផុតដែលនរណាម្នាក់ធ្លាប់ធ្វើនោះទេ
គាត់និយាយបែបនេះប៉ុន្តែចិត្តគាត់មិនរឹងប៉ឹងទេព្រោះថ្ងៃនោះត្រឡប់មកផ្ទះវិញឪពុកគាត់ធ្វើអ្វីដែលកាន់តែគួរឲ្យស្អប់ខ្ពើមថែមទៀតគាត់អង្គុយលើគ្រែរបស់កូនស្រីយំសុំទោសកូនស្រីប្រហែលយើងគួរប្រាប់ម៉ាក់ខ្ញុំគិតថាយើងមិនត្រូវធ្វើអ្នកទេខ្ញុំក៏ស្អប់ដែរដោយសាររឿងតានតឹងរវាងអ្នកទាំងពីរនាពេលថ្មីនេះនរោគបានតានតឹងរវាងយើងទាំងពីរជាមួយកូនតតែសោះប៉ុន្តែរឿងនេះអាចកើតឡើងបានអរគុណច្រើនអាក្រក់ជាងនេះទៅទៀតដើម្បីកុំឲ្យគ្រួសារបែកបាក់គ្នាកូនស្រីសន្យាថាមិនប្រាប់អ្នកណាទេព្រោះឪពុកនាងគាត់កំពុងបញ្ឆោតកូនស្រីរបស់គាត់ឆ្កែរៃចង់ព្យាយាមមើលថាតើស្ត្រីនោះនៅមានជីវិតឬអត់ប៉ុន្តែត្រូវបានស្ត្រីនោះទាត់យ៉ាងខ្លាំងហើយបោះបង់វាចោលគាត់បានត្រឡប់មកមាត់ទ្វារវិញទាំងសាច់ឈាមក្នុងមាត់របស់ប្តីហើយស្ត្រីនោះមានសុវត្ថិភាពជាបណ្ដោះអាសន្នប៉ុន្តែគាត់ដឹងថាឆ្កែព្រៃមិនបោះបង់ទេព្រោះសាច់គាត់ស្រស់ជាងអ្នកនៅតែរឹងមាំល្មមអាចទាត់បានប៉ុន្តែអ្នកមិនយូរទេហើយអ្នកអាចធំក្លិនដែលអស់កម្លាំងយូរអង្វែងធ្វើឲ្យគាត់មិនអាចចិញ្ចឹមខ្លួនបានស្ត្រីនោះបានបិទភ្នែកម្ដងទៀតហើយក្នុងភាពភ័យខ្លាចគាត់បានត្រឡប់ទៅថ្ងៃនោះនៅប្រទេសជប៉ុនគាត់មិនហ៊ានប្រាប់អ្នកដតីពីទង្វើរបស់ឪពុកគាត់ទេអតីតកាលរបស់គាត់គឺដូចជាត្រូវបានខ្នោះដៃគាត់បានរក្សាការសម្ងាត់នេះអស់រយៈពេល30ឆ្នាំហើយនារីម្នាក់នេះសុំទោសខ្លួនឯងមិនចង់ឲ្យកូនសុំទោសធ្វើមិនចង់ចាំនារីម្នាក់នោះស្រឡាំងកាំងភ្លាមព្រោះនឹកឃើញរឿងដែលបានកើតឡើងបន្ទាប់ពីគ្រួសារជួបជុំគ្នាហូបបាយល្ងាចហាក់បីដូចជាគ្មានអ្វីកើតឡើងឪពុកក្រោកឡើងស្ងាត់ហើយទះកំភ្លៀងម្ដាយមានផ្ទៃពោះហាក់ដូចជាគ្មានរឿងអ្វីកើតឡើងដោយភ័យពេកគាត់បានទាញក្មេងស្រីត្រឡប់ទៅបន្ទប់វិញក្រោមលេថារុំរបួសហ្គាសរុំដៃដែលហូរឈាមរបស់ក្មេងស្រីហើយថែមទាំងរុំអាចកំបាំងដ៏ខ្វាក់មុខមាត់ពុតត្បុតហាក់ដូចជានៅចំពោះមុខស្ត្រីប៉ុន្តែភ្លាមនោះស្ត្រីនោះភ្ញាក់ពីដំណេកស្រាប់តែនឹកឃើញថាឈាមមិនអាចបញ្ចេញទឹករំអិលបានឡើយគាត់មើលកែវទឹក